អាឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅរុស្ស៊ីថ្ងៃទី27ខែមិនិនាឆ្នាំ2026បានអញ្ជើញជួបពិភាក្សានិងបង្ហាញផែនទីដែនដីកម្ពុជាជូនដល់បណ្ដាឯកអគ្គរដ្ឋទូតអគ្គរដ្ឋទូតតំណាងអង្គទូតនិងអង្គការអន្តរជាតិសំខាន់ៗប្រចាំកម្ពុជាកិច្ចប្រជុំនេះមានគោលបំណងផ្ដល់ភស្តុតាងជាក់ស្ដែងពាក់ព័ន្ធនឹងសកម្មភាពរំលោភបំពានទឹកដីពីសំណាក់កងទ័ពថៃនៅចំណេះច្រមុះជ្រូកក្នុងភូមិសង្គមថ្មីឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់យោងតាមប្រភពផ្លូវការកាលពីព្រឹកព្រលឹមថ្ងៃទី7ខែកុម្ភៈឆ្នាំ2026ភាគីថៃបានដាក់ទូកុងតឺន័ររាំងខ្ទប់ផ្លូវនៅច្រកជ័យជំនះតំបន់ថ្មដាស្ថានភាពបានបន្តឡើងកម្ដៅនៅថ្ងៃទី26ខែមិនិនាឆ្នាំ2026នៅពេលដែលភាគីថៃបានបន្ថែមទូកុងតឺន័រចំនួន3ទៀតនិងដាក់របងលួសបន្លានៅចំណុចប្រសពច្រមុះជ្រូកនៃសកម្មភាពនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងជប់បានកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីតបជាផ្លូវការនិងអំពាវនាវឲ្យភាគីថៃដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាពស្របតាមច្បាប់អន្តរជាតិនិងសេចក្តីថ្លែងការណ៍រួមនៃគណៈកម្មាធិការព្រំដែនទូទៅ GBC PERSAT His Excellency Prak Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, on the afternoon of March 27, 2026, presented Cambodian territorial maps to ambassadors and diplomatic representatives in Cambodia. The briefing provided evidence of territorial encroachments by Thai forces at the Tramos Truk Point in Khwada Commune, Pursat Province. Official sources reported that Thai military personnel placed shipping containers and barbed wire at the border junction, violating the ceasefire agreement of December 27, 2025. The Ministry of Foreign Affairs has lodged a formal protest, expressing grave concern over national sovereignty. Cambodia reaffirms its commitment to resolving border issues peacefully through diplomatic channels and international law, maintaining that borders must not be altered by force. KPD News បង្កោតព័ត៌មានជាសំឡេងនៃសម្រួលដល់ការងារស្រួលដល់បងប្អូននិងលោកតានំយាយលោកតាទួតលោកយាយទួតមិនអោយពិបាកអានដូច្នេះបើមានពាក្យសម្ដីត្រង់ណាមិនច្បាស់លាស់សូមអភ័យទោសផង